ថ្ងៃនេះខ្ញុំអានព្រះគម្ពីរពូពីខ8ដល់ខ16យើងអានខ8ព្រះអង្គជួយការពារអស់អ្នកដែលដើរតាមអង្គធម៌ហើយថែរក្សាអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គប្រសិនបើកូនស្ដាប់ឪពុកកូននឹងយល់អំពីមាគ៌ាដ៏សុចរិតទៀងត្រង់និងត្រឹមត្រូវពោលគឺអ្វីទាំងអស់ដែលនាំមកនៅសុភមង្គលដូច្នេះកូននឹងទៅជាមនុស្សមានប្រាជ្ញាហើយកូននឹងមានចិត្តត្រេកអរដោយចេះដឹងការចេះគិតពិចារណានឹងការពីកូនហើយការដឹងខុសត្រូវនឹងថែរក្សាកូនមិនឲ្យធ្លាក់ទៅក្នុងមាគ៌ាអាក្រក់ឬធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សដែលពោលពាក្យខិលខូចឬមនុស្សដែលបោះបង់ផ្លូវទៀងត្រង់ហើយបែរទៅរកផ្លូវងងឹតនោះឡើយជនទាំងនោះសប្បាយចិត្តតែនឹងប្រព្រឹត្តអំពើអាក្រក់ហើយត្រេកត្រអាលតែនឹងអំពើខិលខូចអ្វីដែលគេធ្វើសុទ្ធតែរាជវេមាគ៌ារបស់គេមិនដែលត្រង់ទាល់តែសោះដូច្នេះកូននឹងមិនចាញ់ពាក្យផ្អែមល្ហែមរបស់ស្ត្រីដទៃនឹងមិនមែនជាភរិយាកូនគឺស្ត្រីចិត្តប្តីកូនរបស់ខ្លួននឹងក្បត់សម្ព័ន្ធមេត្រីរបស់ព្រះជាម្ចាស់លាបងប្អូនអរគ្នាសូមឲ្យព្រះទានពរទាំងអស់គ្នាបាយបាយ